ខ្ញុំធ្លាប់ខាតលុយជា10000ដុល្លារក្នុងរយៈពេល1យប់ពីការ trade មាសដោយសារតែខ្ញុំប្រកបជាមួយនឹងកំហុសមួយនេះចឹងទៅជាមួយនឹងការ trade មិនឲ្យតែអ្នកគ្នាមានជំនាញឬក៏មានបទពិសោធន៍ជាមួយនឹង view ឆ្នាំអ្នកគ្នាដល់ trade ចំណេញរាល់ពេលរាល់វេលាហើយក៏មិនប្រកាសថាអ្នកគ្នា analyze ទៅត្រូវគ្រប់ពេលដែរទៅជាមួយនឹងការ trade មិនអ្នកគ្នាទូបានជាមួយនឹង win rate 100% នោះទេចាំបើសិនគ្នាចង់ដឹងទៅជាមួយនឹងកំហុសនឹងជាកំហុសអីគេ complete មើលវីដេអូនេះដល់ចប់ Order filled. មុនចាប់ផ្ដើមវីដេអូអ្នកគ្នាកុំភ្លេចការចុច like subscribe ហើយ follow ទៅជាមួយនឹង Facebook page របស់យើងមួយផងដើម្បីទូបានជាមួយនឹង content បែបនេះបន្ថែមទៀតហើយគ្នាកុំភ្លេចការចូលរួមជាមួយនឹង group Telegram ជាមួយនឹង channel Telegram របស់ខ្ញុំផងដើម្បីទូបានជាមួយនឹងការ update អីថ្មីៗពីខ្ញុំដោយទៅជាមួយនឹង trading idea ឬក៏ព័ត៌មានពីការ trade អីផ្សេងៗចឹងកុំឲ្យខាតពេលថាតើបញ្ហានឹងគឺជាបញ្ហាអីគេទៅជាមួយនឹងកំហុសអីគេចឹងមុនចូលទៅដល់ទៅជាមួយនឹងចំនួនលុយដែលខ្ញុំខាតជាង10000ដុល្លារហ្នឹងយើងមកដឹងទាំងអស់គ្នាថាតើខ្ញុំបៀលុយនឹងវាមិនហើយខ្ញុំខាតវាមិនកាប់ទៅជាមួយនឹងការខាតណាវាមិនជាការខាតលុយរបស់ខ្ញុំទាំងដុលឬក៏ទៅជាមួយនឹងលុយដែលខ្ញុំមានហ្មងដែលវាជា capital ឬក៏ balance របស់ខ្ញុំហ្មងឯងទៅជាមួយនឹង10000ដុល្លារដែរគឺជាលុយ profit ដែលខ្ញុំចំណេញពីការដែលខ្ញុំ flip ឬក៏ទៅជាមួយនឹងការ build account របស់ខ្ញុំពីទូទៅធំចឹងទៅជាមួយនឹង10000ដុល្លារនេះគឺខ្ញុំ build វាពី10ដុល្លារទៅ100ពី100ទៅ200 300ខ្ញុំ build compound វាទៅរហូតដល់ខ្ញុំបានចំនួនមួយគឺ10000ដុល្លារចឹងទៅមួយចំណុចនេះគឺខ្ញុំមិនមែនលក្ខណៈខាតទាំងដុំ10000ដុល្លារទេគឺខ្ញុំលក្ខណៈថា trade balance តាម1000ឬក៏2000ទេក៏តែដល់ពេលយើង trade ទៅគឺយើងចង់ flip ឬក៏យើងចង់ចូលធំគឺយើងអត់តែងតែប្រើជាមួយនឹង stop loss ឬក៏យើងអត់ប្រើជាមួយនឹងការកំណត់ការខាតអីទេចឹងដល់ពេលយើងចូលទៅ position ដែលយើងចូលហ្នឹងគឺវា profit ហើយប៉ុន្តែគឺយើងអត់បិទយើងចង់មានជាមួយនឹង target អីខ្ពស់ឬក៏ឆ្ងាយពេកចឹងអានេះវាក៏ជាចំណុចមួយដែលព្រោះយើងគួរតែសង្កេតមើលដែរទៅជាមួយនឹងការដែលយើងកំណត់ជាមួយនឹង take profit ឬក៏ទៅជាមួយនឹង target ឆ្ងាយពេកចឹងឧទាហរណ៍ទៅជាមួយនឹង profit target ដែលខ្ញុំចង់បានគឺ1000ដុល្លារចឹងដល់ពេលដែលទីផ្សារហ្នឹងវា hold ដល់ចំណេញ800ឬក៏900វាខ្វះតែ100ខ្វះតែបន្តិចទៀតគឺយើងអត់យកចឹងទីផ្សារក៏វា reverse ដោយសារតែមាន high volatility ឬក៏ទៅជាមួយនឹងព័ត៌មានផ្សេងៗគឺវាកវត្តរកជាមួយនឹង stop loss ឬក៏ទៅរក negative profit របស់យើងវិញចឹងវាធ្វើឲ្យយើង hold ខាតចឹងតែកាលណាយើង hold ខាតគឺយើងអត់ចង់ឲ្យ account មួយហ្នឹងគឺដាច់ទេចឹងយើងធ្វើការ deposit លុយចូលថែមចឹងដល់ពេល deposit គឺមិនមែន deposit ចេញពី bank ទៀតគឺខ្ញុំ transfer ចេញពី account ដែលខ្ញុំ stock លុយចឹងគឺការ trade គឺយើងមិនមែនលក្ខណៈថាមានតែ account ទេគឺយើងត្រូវមាន 2-3 account ដើម្បីការពារនៅក្នុងកលៈទេសៈណាមួយដែលយើងត្រូវប្រើចឹងអានេះគឺខ្ញុំព្យាយាមយកលុយមកទប់ចឹងតែកាលណាយើងព្យាយាមលុយមកទប់អាលុយដែលចំណេញហ្នឹងណាចឹងយើងយកមកទប់ហើយទប់ទៀតវាតែងតែហូរវាតែងតែបច្រាចឹងគឺធ្វើឲ្យយើងខាតចឹងពេលហ្នឹងដូចជាខាតជាងប្រហែលពាន់ហើយខាតជាង2-3000ដោយសារយើងដាក់លុយចូលទៅថែមតែមិន deposit លុយពី bank ណាលុយដែលយើងចំណេញចឹងដល់ពេលដែលយើងប្រើប្រាស់លុយទាំងអស់ហ្នឹងគឺវាហូរខាតដាច់អស់ម្ដងហើយចឹងយើងតែងតែមានអាចិត្តមួយគឺ set ដាច់យក set តាមចឹងខ្ញុំក៏ធ្វើការ transfer លុយបន្ថែមពី account របស់ខ្ញុំមួយទៀតយកមក tradeចឹងតែកាលណាខ្ញុំ transfer គឺយើងដឹងថា trade អីពេលខ្លះយើង trade គឺយើងគ្រាន់តែឃើញ position ឡើងគឺយើងចេះចូល buy ហ្មងឬក៏ flow វាចេះចូល sell ហ្មងគឺយើងអត់មាន analyze ច្បាស់លាស់ហើយព្រោះដោយសារអីក្នុងអំឡុងពេលហ្នឹងវាគឺជាពេលវេលាមួយដែលយើងលក្ខណៈថាយកលុយដែលយើងមានតែប្រហែលយកវាមក flip ដើម្បីយកលុយមកវិញចឹងនៅពេលដែលធ្វើអញ្ចឹងទៅវាបានមកវិញមែនពេលហ្នឹងដូចជាខាតប្រហែលពាន់ហើយខ្ញុំ take profit បានឡើងមកវិញគ្រប់ហើយប៉ុន្តែយើងមានអារម្មណ៍មួយទៅគឺលុបលុនយើងមានអារម្មណ៍ថាtrade ចំណេញប៉ុណ្្នឹងហើយយើងហេតុអីទឹកបិទពេលហ្នឹងបាត់ហើយផ្សារហោះទៅលើទៀតអញ្ចឹងធ្វើឲ្យយើងមានអារម្មណ៍មួយគឺចាំស្ដាយក្រោយបើពេលហ្នឹងបើទុកបានប្រហែលចំណេញបាន2000ទៀតអញ្ចឹងអារម្មណ៍នេះគឺជាអារម្មណ៍មួយដែលស្ដាយអារម្មណ៍ដែលលោភអារម្មណ៍ដែលយើងអត់ control ខ្លួនឯងបានអញ្ចឹងដល់ពេលដែលខ្ញុំមានអារម្មណ៍ហ្នឹងគឺខ្ញុំស្ដាយខ្ញុំចូលថែមពេលហ្នឹងយើង recover បានហើយហ្នឹងខ្ញុំទៅចូលថែមខ្ញុំចូលថែមធ្វើឲ្យអារម្មណ៍របស់យើងចាក់កាន់តែវែងកាន់តែបែកទៅតាមហ្នឹងហើយអញ្ចឹងដល់ពេលដែលយើងចូលថែមមានចំណេញអីទៅ hold ខាតម្ដងទៀតអញ្ចឹងទៅ hold ខាតម្ដងទៀតបិទខាតព្រោះពេលហ្នឹងផ្សារឡើងដោយសារយើង wholesale ចាប់ផ្សារឡើងគឺយើងខាតអញ្ចឹងយើងបិទអា sell យើងទៅដេញ buy អញ្ចឹងដល់ពេលដេញ buy ផ្សារវាមានតឡើងស្អីវាចុះទៅវិញទៀតអញ្ចឹងតែកាលណាវាចុះគឺយើងដេញ trade ទៅមកធ្វើអារម្មណ៍របស់យើងកាន់តែអត់មូលហើយធ្វើឲ្យយើងកាន់តែ stress ធ្វើឲ្យយើងកាន់តែអាច control ជាមួយនឹងខ្លួនឯងបានអញ្ចឹងពេលនេះដូចជាខាតប្រមាណទៀតឯងហើយខ្ញុំធ្វើការ trade បន្ថែមទៀត trade ទៅមក recover បានម្ដងទៀតអត់យកទៀតយើងឃើញលក្ខណៈថាពេលហ្នឹង trade ដូចជា trade ពី3000ឡើងទៅដល់10000ឡើងចិត្ត10000 recover បានឬក៏ប្រហែល5000ទៅ10000ទេអ្នកគ្នា trade ពេលហ្នឹង trade ទៅចំណេញបាន profit 5000ព្រោះថាពេលហ្នឹងយើងខាត5000យើង trade profit បាន5000 recover បានម្ដងទៀតដែល balance គឺ10000អញ្ចឹងពេលហ្នឹងបាន10000ចាប់បានមានអារម្មណ៍ទី2មុនហ្នឹងម្ដងទៀតលក្ខណៈថាយើងគិតថា trade បាន5000ទេពេលហ្នឹងបើអត់បិទ
ប្រហែលជាបាន6,000អូខេចូលមក percent ទៀតហើយពេលហ្នឹងមិនមែនចូល percent ទួយទួយទេ0.002គឺចូលម្ដងមួយឡតបិទហ្មងអញ្ចឹងតើតើជាមួយនឹងការចូលរបៀបនេះគឺវា high risk មែនតើហើយបើសួរថាតើយើងស្ដាប់ប្រកាសជាស្ដាយព្រោះដោយសារ account ហ្នឹងគឺជា account ខ្ញុំ build ពី10 year ទៅ100ទៅ200ហើយ build ឡើងទៅ1000ហើយឡើងទៅដល់10000ប៉ុន្តែគឺយើងអត់បានtag ឬក៏ដកលុយនឹងចេញទេគឺយើងទុកនៅក្នុង account តែដដែលដើម្បីធ្វើការ build វាបន្ថែមទៀតដែលកម្រងរបស់ខ្ញុំគឺខ្ញុំចង់ build ពី$10ទៅ$10,000ដើម្បីឲ្យគ្នាយើងមើលកាលហ្នឹងគឺដូចជាយូរហើយប្រហែលជាខ្ទង់2000ចុងឆ្នាំ2025អញ្ចឹងពេលហ្នឹងដូចជាថាចិត្តបានធ្វើវីដេអូខ្ញុំរៀបចេញវីដេអូពី$10ទៅ$10,000ក្នុងរយៈពេលប្រហែលខែហ្នឹងក៏វាជួបអារឿងដែលយើងហូរខាតដាច់ account អីហ្នឹងទៅអញ្ចឹងខ្ញុំក៏អត់បានធ្វើវិញហើយឥឡូវនេះគឺខ្ញុំធ្វើវីដេអូទៅជាមួយនឹងរបៀបដែលខ្ញុំខាតលុយ$10,000ក្នុងរយៈពេលមួយយប់ចឹងខ្ញុំសង្ឃឹមថាគ្នាយើងគួរតែរៀនពីអីដែលខ្ញុំបាននិយាយមិញហ្នឹងកុំព្យាយាមធ្វើអា mistake ដែលខ្ញុំប្រព្រឹត្តកុំព្យាយាមធ្វើអីដែលគ្នាយើងចង់ធ្វើពេកនៅក្នុងវិស័យ trade ពេលខ្លះយើងឃើញផ្សារឡើងគឺយើងចង់បាយយកបរោយគឺយកមាន analyze យកមានវិភាគអីច្បាស់លាស់ទេហើយទៅជាមួយនឹងការ trade របស់យើងបើសិនយើងមាន risk management គឺប្រកបណាស់គឺយើងអត់ខាតទេហើយ recover បានទៅវិញហើយដូចអ្នកគ្នាដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺទៅជាមួយនឹងការ trade យើង recover បាន2ដងហើយប៉ុន្តែគឺយើងអត់យកទេយើងមានអារម្មណ៍មួយថាស្ដាយយើងមានអារម្មណ៍មួយថាចង់បានអា profit លើសនឹងទៀតលុបលន់អញ្ចឹងធ្វើឲ្យខ្ញុំខាតលុយប៉ុណ្ណឹងសួរថាឥឡូវ recover បានអស់ហើយគឺអត់ជាបញ្ហាសម្រាប់ខ្ញុំទេក៏ប៉ុន្តែគឺវាស្ដាយ performance ស្ដាយ content ដែលខ្ញុំរៀបនឹងធ្វើថាខ្ញុំធ្វើ beer ពី10 beer ឡើងទៅ100ឡើងទៅ200ឡើងទៅ1000ឡើងដល់10000ហើយពេលហ្នឹងហើយខ្ញុំក៏បាន update ជូនគ្នាយើងដែរតើជាមួយអានេះគ្នាក្នុងក្រុម Telegram ឬក៏នៅក្នុង community របស់ខ្ញុំប្រកាសជាដឹងទាំងអស់គ្នាតើជាមួយនឹងអីដែលខ្ញុំខាតអីដែលខ្ញុំចំណេញអីដែលខ្ញុំ beer ខ្ញុំ update រហូតហើយ Windows របស់ខ្ញុំគឺបានឡើងរហូតដល់90ទៅ95%ហើយគឺអត់សូវមានខាតទេហើយដល់ពេលខាតតែម្ដងទៅទាំងអស់បាត់ហើយអញ្ចឹងខ្ញុំសុំមែនតើនេះយើងកុំ trade របៀបដូចខ្ញុំអញ្ចឹងបើអាចបើយើងចង់ build account build ហើយយើង take profit បានយើងដកចេញទៅកុំទុកខ្ញុំក្នុង account trade ដើម្បី transfer មិនបាច់ទេដកចេញពី account trade មកទុកក្នុង bank ហើយយើងយកទៅចាយទៅដោយសារនេះគឺខ្ញុំធ្វើ content ទេខ្ញុំ build account ដើម្បីធ្វើ content ទេដែលខ្ញុំអត់រំពឹងថានឹងបាន profit វាចាយផងព្រោះថាយើងត្រៀមទុកមុនហើយកំហុសដែលយើងធ្វើទី1គឺតកតងជាមួយនឹងអីដែលយើងធ្វើឲ្យយើងអត់ស្កប់ស្កល់លុបលន់ហើយមួយទៀតគឺ risk ធំពេកដែលខ្ញុំនិយាយនៅក្នុងវីដេអូមួយនោះកុំ over risk ហើយក្នុងគ្រប់វីដេអូរបស់ខ្ញុំគឺខ្ញុំតែងតែនិយាយពីបបិទដែលខ្ញុំធ្លាប់ឆ្លងកាត់ដែលខ្ញុំធ្លាប់ខាតដោយសារអីបញ្ហាអីទាំងអស់គឺខ្ញុំអត់មានលក្ខណៈកលៃឬក៏ខ្ញុំអត់មានលក្ខណៈថាទៅ search មកពីបញ្ហារបស់អ្នកផ្សេងមកអត់ទេគឺខ្ញុំសុទ្ធតែនិយាយអំពីបញ្ហាឬក៏កំហុសទៅតជាមួយនឹងបបិទរបស់ខ្ញុំមកចែកម្លែកជូនគ្នាទាំងអស់អញ្ចឹងសង្ឃឹមថាគ្នាដៃថ្មីអ្នក trade ថ្មីកុំជឿតាមអីដែលគេឃោសនា trade ស្រួលបានលុយច្រើនឬក៏ដាក់លុយបានលុយហ្នឹងកុំជឿឲ្យសោះសិក្សាស្វែងយល់មួយវាឲ្យបានច្បាស់ឬក៏ឲ្យបានយូរសិនទៅព្រោះវិស័យ trade គឺអត់ងាយស្រួលរកលុយដែលគេនិយាយទេអញ្ចឹងតើតជាមួយនឹងវិស័យនេះរកលុយបានច្រើនបានលឿនមែនខ្ញុំរកបានជាង$10,000ក្នុងរយៈពេល2ខែដោយបៀលលុយត្រឹមតែ10វាទេក៏ប៉ុន្តែទៅវិញក្នុងរយៈពេលមួយយប់ហើយមួយយប់ហ្នឹងគឺយើងមានឱកាសដើម្បី recover លុយបានរហូតដល់2ដងយើងអត់សម្រាប់ទេអញ្ចឹងគឺខ្ញុំចូលថែមដើម្បីយើងគិតថាថ្ងៃហ្នឹងគ្រាន់តែ recover ហ្នឹងអត់មានបានទៅជាមួយនឹង profit ទេផងហើយពេលហ្នឹងខ្ញុំស្ដាយបំផុតអាលក្ខណៈយើងបៀលពី5000ដល់10000វិញ recover គឺអញ្ចឹងសរុបមកវិញគ្នាយើងកុំធ្វើ mistake ឬក៏កុំធ្វើទៅជាមួយនឹងកំហុសតែឬក៏កុំ repeat វាឡើងវិញព្យាយាមផ្លាស់ប្ដូរទៅជាមួយនឹងកំហុសដែលយើងធ្លាប់ធ្វើព្យាយាមអភិវឌ្ឍខ្លួនឯងពីមួយថ្ងៃទៅហើយទៅជាមួយនឹងការ trade មិនប្រកាសឲ្យអ្នកគ្នាមានបទពិសោធន៍យូរឆ្នាំដឹងតែអ្នកគ្នា trade ចំណេញទេមើលខ្ញុំទៅ6ឆ្នាំហើយក៏ប៉ុន្តែពេលខ្លះក៏មានបញ្ហាផ្លត់ហ្នឹងដែរទៅជាមួយនឹងខ្ញុំគឺខ្ញុំមានជាមួយនឹង account ច្រើនអញ្ចឹងទៅជាមួយ account របស់ខ្ញុំគឺមានពី3 account ហើយទៅជាមួយនឹង account ទី1គឺទៅជាមួយនឹង account risk management ដែលយើង build មាន risk មានអីធំត្រូវក្នុងមួយថ្ងៃគឺយើងចំណេញប្រហែលខាត់ប្រហែលនេះជា account main account របស់ខ្ញុំហើយ account ទៅជាមួយនឹង account build គឺជា account flip ដែលយើង build ពីលុយទូចទៅលុយធំអញ្ចឹងអាមិញហ្នឹងគឺ10វាទៅ10000ហ្នឹងគឺជា account build ក៏ប៉ុន្តែទៅជាមួយនឹងបញ្ហានេះគឺយើងខាតដោយសារតែកំហុសដែលយើងបានសាងពាក់កណ្ដាលផ្លូវក៏ប៉ុន្តែចិត្តដល់ទីហើយអ្នកនេះ build ពី10វាទៅ10000ណាវាថារៀង rare ដែរដោយសារតែទៅមួយការ build នេះគឺខ្ញុំប្រើជាមួយយុទ្ធសាស្ត្រឲ្យត្រឹមត្រូវតែពេលថ្ងៃមួយគឺយើងអត់ប្រើយុទ្ធសាស្ត្រយើងអត់មានជាមួយនឹងការ analyze ឲ្យត្រឹមត្រូវអារម្មណ៍យើងអត់មូលគឺទៅវិញទាំងអស់ហ្មងអញ្ចឹងសង្ឃឹមថាអ្នកគ្នាយើងនឹងយល់បានច្រើនហើយព្យាយាមកុំបង្កើតជាមួយនឹងកំហុសទាំងអស់នេះអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ